បើសិនជាអ្នកទាំងអស់គ្នាទុកឲ្យមុនខ្ទុះក៏កើតឡើងលើមុខរបស់អ្នកទាំងអស់គ្នាជាប្រចាំណាអញ្ចឹងថ្ងៃអនាគតមុខអ្នកទាំងអស់គ្នាគឺនឹងអាចទៅជាបែបនេះគឺនឹងបន្សល់នៅស្នាមខ្មោចឬក៏ស្នាមពណ៌ក្រោយពេលដែលយើងជានៅមុនខ្ទុះនឹងតែម្ដងអញ្ចឹងមុនខ្ទុះវាក៏កើតឡើងដោយសារអ្វីមុនខ្ទុះណាគឺវាក៏កើតឡើងដោយសារតែមុខរបស់អ្នកទាំងអស់គ្នាហ្នឹងគឺបញ្ចេញខ្លាញ់មកច្រើនហើយខ្លាញ់ទាំងអស់នោះគឺវាស្ទះនៅក្នុងរុនរោមបូករួមជាមួយនឹងកោសិកាងាប់ងាប់បូករួមជាមួយនឹងបាក់តេរីបង្កមុនដែលមានឈ្មោះថា QT Bacterium acne អញ្ចឹងអាទាំងអស់ហ្នឹងវាបូកផ្សំចូលគ្នាវាបង្កើតបានដូចជាមុនខ្ទុះអញ្ចឹងប្រភេទមុនខ្ទុះដែលពាក្យបច្ចេកទេសគេហៅថា Pustula acne មុននេះនៅពេលដែលវាជាហើយគឺវានឹងបន្សល់ស្នាមនៅលើផ្ទៃមុខរបស់យើងអញ្ចឹងបើសិនជាយើងឡើងមុននឹងជាប្រចាំយើងជាមុនចាស់ឡើងមុនថ្មីជាមុនចាស់ឡើងមុនថ្មីអញ្ចឹងមុខរបស់យើងហ្នឹងมันសិតតែស្នាមហើយអញ្ចឹងដើម្បីជួយព្យាបាលប្រភេទមុនខ្ទុះនេះបានណាខ្ញុំសូមណែនាំនៅសេរ៉ូមមួយនោះគឺ Dermafa Acne Clearing Soft Serum សេរ៉ូមនេះគឺវាអាចជួយទៅព្យាបាលប្រភេទមុនខ្ទុះនឹងបានហើយវាអាចជួយការពារមុខរបស់យើងហ្នឹងកុំឲ្យឡើងមុនថ្មីមកវិញទៀត